បន្ទោពីការបណ្ដេញលោក Enzo Maresca ចេញពីតំណែងនៅថ្ងៃចូលឆ្នាំសកលឆ្នាំ2026លោក Liam Rosier បានក្លាយជាបេក្ខភាពឈានមុខគេក្នុងការមកកាន់តំណែងជាអ្នកចាត់ការទូតរបស់ ក្លឹប Chelsea បច្ចុប្បន្នកំពុងដឹកនាំក្លឹប Strasbourg លោក Rosier ត្រូវបានថ្នាក់ដឹកនាំរបស់ Blue Claw វាតម្លៃខ្ពស់បន្ទាប់ពីលោកបានដឹកនាំក្លឹបបារាំងមួយនេះឲ្យជាប់ចំណាត់ថ្នាក់លេខ 7 និងទទួលបានកៅអីលេងពានរង្វាន់អឺរ៉ុបកាលពីរដូវកាលមុនរបាយការណ៍បានបង្ហាញថាកីឡាកររបស់ Chelsea ត្រូវបានគេផ្ដល់សញ្ញាថាលោកគឺជាអ្នកស្នងតំណែងដែលត្រូវបានជ្រើសរើសហើយកិច្ចព្រមព្រៀងជាផ្លូវការត្រូវបានរំពឹងថានឹងកើតឡើងក្នុងពេលឆាប់ៗនេះការផ្លាស់ប្ដូរនេះត្រូវបានមើលឃើញថាមានភាពរលូនដោយសារតែទាំង Chelsea និង Strasbourg ស្ថិតនៅក្រោមម្ចាស់តែមួយគឺក្រុមហ៊ុន Blue Clawទំនាក់ទំនងនេះបានអនុញ្ញាតឲ្យក្រុមប្រឹក្សាពិបោលរបស់ Chelsea តាមដានយ៉ាងយកចិត្តទុកដាក់លើវឌ្ឍនភាពយុទ្ធសាស្ត្ររបស់លោក Rosier ដែលមានរចនាបថលេងគ្រប់គ្រងបាល់ស្រដៀងនឹងអ្វីដែល Chelsea ចង់បាននៅកីឡដ្ឋាន Stamford Bridge លើពីនេះលោក Rosier ក៏មានទំនាក់ទំនងល្អជាមួយកីឡាករសំខាន់ៗមួយចំនួនក្នុងក្រុម Chelsea រួចជាស្រេចតួយ៉ាងដូចជាកីឡាករ Andre Santos ដែលលោកធ្លាប់បានបង្ហាត់កាលពីនៅ League One ក្នុងលក្ខខណ្ឌខ្ចីជើងយោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថាក្លឹប Manchester City កំពុងតែខិតជិតក្នុងការចុះហត្ថលេខាយកកីឡាករឆ្នើមម្នាក់នៅក្នុងខែមករាឆ្នាំ2026នេះដោយខ្សែប្រយុទ្ធ Antoine Semenyo របស់ក្រុម Bournemouth បានក្លាយជាគោលដៅចម្បងដើម្បីពង្រឹងតំបន់ប្រយុទ្ធរបស់លោក Pep Guardiola ម្ចាស់ជើងឯក Premier League ត្រូវបានគេរំពឹងថានឹងចំណាយប្រាក់ទិញផ្ដាច់កិច្ចសន្យារបស់កីឡាករជម្រើសជាតិហ្គាណារូបនេះក្នុងតម្លៃ65លានផោនបន្ទាប់ពីរូបគេបានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យក្នុងពាក់កណ្ដាលរដូវកាល2025-2026ដោយសុទ្ធបញ្ចូលទីនិងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន11ដងក្នុងការបង្ហាញខ្លួនត្រឹមតែ10ប្រមូលប្រកួតទោះបីជាគ្រូបង្វឹកក្រុម Bournemouth លោក Andoni Iraola ចង់រក្សាទុកកីឡាករវ័យ25ឆ្នាំរូបនេះសម្រាប់ការប្រកួតទល់នឹង Arsenal និង Tottenham ក៏ដោយក៏ប្រភពនានាបានបង្ហាញថាកិច្ចព្រមព្រៀងជាគោលការណ៍ត្រូវបានសម្រេចរួចរាល់ហើយដោយបច្ចុប្បន្ន City កំពុងរៀបចំឯកសារចុងក្រោយដើម្បីនាំយករូបគេទៅកាន់កីឡដ្ឋាន Etihad ការមកដល់របស់ Semenyo ត្រូវបានគេមើលឃើញថាជាការផ្លាស់ប្ដូរយុទ្ធសាស្ត្រដើម្បីបន្ថែមភាពរឹងមាំកម្លាំងល្បឿននិងសមត្ថភាពបញ្ចប់ទីយ៉ាងច្បាស់លាស់ដល់តំបន់ស្លាបរបស់ City ដែលជាទម្រង់លេងបំពេញបន្ថែមឲ្យកីឡាករបច្ចេកទេសដូចជា Phil Foden និង Bernardo Silva ភាពបត់បែនរបស់គេក្នុងការលេងបានគ្រប់តំណែងក្នុងតំបន់ប្រយុទ្ធផ្ដល់នូវជម្រើសដ៏សំខាន់ខណៈពេលដែល City ត្រូវប្រឈមមុខនឹងកាលវិភាគប្រកួតដ៏មមាញឹកទាំងក្នុង Premier League និង Champions Leagueកិច្ចព្រមព្រៀងនេះត្រូវបានគេរាយការណ៍ថារួមបញ្ចូលនូវកិច្ចសន្យារយៈពេល5ឆ្នាំជាមួយប្រាក់ពលកម្មប្រហែល150លានផោនក្នុងមួយសប្តាហ៍ដែលជាចំណុចរបត់ដ៏សំខាន់សម្រាប់អតីតខ្សែប្រយុទ្ធក្រុម Bristol City រូបនេះបន្ទាប់ពីគេបានអភិវឌ្ឍខ្លួនយ៉ាងលឿនក្លាយជាខ្សែប្រយុទ្ធស្លាបដ៏មានឥទ្ធិពលម្នាក់នៅក្នុងលីកកំពូលនៅពេលដែលឆ្នាំ2025កំពុងឈានចូលមកដល់ទីបញ្ចប់វាដល់ពេលដែលត្រូវក្រឡេកមើលទៅក្រោយវិញនៅបណ្ដាកំពូលអ្នកសុទ្ធបញ្ចូលទីដ៏មានឥទ្ធិពលបំផុតក្នុងចំណោមលីកកំពូលរបស់អឺរ៉ុបពេញមួយឆ្នាំកន្លងមកនេះយើងបានបូកសរុបគ្រាប់បាល់ទាំងអស់នៅក្នុងលីកកំពូលទាំង5 Premier League, La Liga, Serie A, Bundesliga និង Ligue 1ហើយបានរៀបចំជាបញ្ជីឈ្មោះកំពូលកីឡាករទាំង10រូបដើម្បីស្វែងរកថាតើខ្សែប្រយុទ្ធរូបណាខ្លះដែលបង្ហាញទម្រង់លេងសុទ្ធបញ្ចូលទីបានយ៉ាងអស្ចារ្យបំផុតក្នុងរយៈពេល12ខែចុងក្រោយនេះកំពូលអ្នកសុទ្ធបញ្ចូលទីច្រើនជាងគេប្រចាំឆ្នាំ2025អ្នកដែលឈរនៅលំដាប់កំពូលគេគឺកំពូលតារាបាល់ទាត់របស់ក្រុម Real Madrid កីឡាករ Kylian Mbappeបន្ទាប់ពីការចាប់ផ្ដើមអាជីពដំបូងជាមួយក្រុមអធិរាជសហាក់មានសភាពធម្មតាបើធៀបនឹងកម្រិតដ៏ខ្ពង់ខ្ពស់របស់គេប៉ុន្តែខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានបន្តស៊ូតបញ្ចូលទីយ៉ាងអស្ចារ្យរហូតដល់39គ្រាប់ក្នុងការប្រកួត La Liga ចំនួន26លើកពេញមួយឆ្នាំ2025នេះឈរនៅលេខរៀងទី2គឺកីឡាករ Harry Kane របស់ក្រុម Bayern Munich ដែលនៅតែបន្តបង្ហាញទម្រង់លេងយ៉ាងមុតមាំដោយស៊ុតបញ្ចូលទីបាន31គ្រាប់ក្នុងការប្រកួត Bundesliga ចំនួន33លើកក្នុងរយៈពេល12ខែចុងក្រោយនេះចំណាត់ថ្នាក់លេខ3បានទៅលើម៉ាស៊ីនស៊ុតបញ្ចូលទីរបស់ក្រុម Manchester City គឺកីឡាករ Erling Haaland ដោយកីឡាករសញ្ជាតិ Norway រូបនេះស៊ុតបាន27គ្រាប់ក្នុងការប្រកួត Premier League ចំនួន30លើកគិតចាប់តាំងពីថ្ងៃទី1ខែមករាមកចំណែកឯលេខរៀងទី4គឺកីឡាករ Mason Greenwood របស់ក្រុម Marseille ដែលរកបាន22គ្រាប់ក្នុងការប្រកួត Ligue 1ចំនួន34លើក
ចំណាត់ថ្នាក់លេខ5បានទៅលើកីឡាករស៊ើហូហ្គីរ៉ាស៊ីរបស់ក្រុម Borussia Dortmund ដោយខ្សែប្រយុទ្ធសញ្ជាតិហ្គីណេរូបនេះស៊ុតបញ្ចូលទីបាន20គ្រាប់ក្នុងការប្រកួត Bundesliga ចំនួន32លើកក្នុងឆ្នាំ2025នេះចំណាត់ថ្នាក់លេខ6គឺកីឡាករ Robert Lewandowski របស់ក្រុម Barcelona ដែលរកបាន19គ្រាប់ក្នុងការប្រកួត La Liga ចំនួន29លើកបន្ទាប់មកនៅលេខរៀងទី7គឺកីឡាករ Julian Alvarez របស់ក្រុម Atletico Madrid ដែលរកបាន19គ្រាប់ក្នុងការប្រកួតចំនួន37លើកក្នុងឆ្នាំនេះចំណាត់ថ្នាក់លេខ8បានទៅលើកីឡាករ Patrick Schick របស់ក្រុម Bayer Leverkusen ជាមួយនឹងលទ្ធផលស៊ុតបញ្ចូលទី18គ្រាប់ក្នុងការប្រកួត Bundesliga ចំនួន31លើកចំណែកឯកីឡាករ Ferran Torres របស់ក្រុម Barca រកបាន18គ្រាប់និងអតីតខ្សែប្រយុទ្ធក្រុម Angers ដែលបច្ចុប្បន្នលេងឲ្យក្រុម Stade Rennes គឺកីឡាករ Esteban Lepaul រកបាន17គ្រាប់គឺជាអ្នកបំពេញបង្គ្រប់ក្នុងចំណោមកំពូលកីឡាករទាំង10រូបនេះ